បាទរៀបចំតភ្លើងរហហើយបាទនៅលើតតេះណានៅតតេះទេអញ្ចឹងស្អែកគឺរៀបចំបរិញ្ញាគាត់អំពីការប្រើប្រាស់នេះគឺជាឈុតម៉ាស៊ីនផលិតឥដ្ឋដែលមានម៉ូក្លុកលីស្មងជាមួយនឹងរ៉ៃខ្សែទៀនប្រហូរស្មងចូលនៅក្នុងពុំណាចូលទៅក្នុងពុំអញ្ចឹងគឺវាមានភាពងាយស្រួលសម្រាប់បងប្អូនដែលគាត់ចង់បង្កើតអាជីវកម្មតាក់ទងទៅនឹងផលិតឥដ្ឋអញ្ចឹងកាលណាតែយើងប្រើឈុតនេះវាកាត់បន្ថយកម្លាំងពលកម្មបានច្រើនណាទី1ហើយយើងទី2គឺយើងស្រួលក្នុងការរោជាងផងដែរហើយយើងរោជាងដែលគេមកជួយធ្វើឲ្យយើងក៏ស្រួលដោយសារអត់សូវប្រើកម្លាំងហត់ខ្លាំងអញ្ចឹងជាងតម្លៃរៀងល្មមក៏គាត់ធ្វើមួយយើងដែរទី3គឺតាក់ទងទៅនឹងលឿនល្បឿនក៏ឲ្យលឿនជាងដែលយើងជោគដៃណាដែលយើងមានរ៉ៃជាមួយរ៉ៃខ្សែពីនេះគឺប្រហូរស្មងចូលពុំណាអញ្ចឹងសម្រាប់បងប្អូនដែលមានតម្រូវការតាក់ទងទៅនឹងម៉ាស៊ីនផលិតឥដ្ឋឬក៏ចង់បង្កើតអាជីវកម្មផលិតឥដ្ឋអាចតំណងសួរព័ត៌មានបានណាអាចឆាតសួរព័ត៌មានបានបាទយើងផ្ដល់ប្រឹក្សាជូនបងប្អូនបាទមុននឹងបងប្អូនទិញម៉ាស៊ីនថាតើគួរតែប្រើប្រាស់ជាមួយនឹងម៉ាស៊ីនប្រភេទណាដោយសារតែម៉ាស៊ីនយើងមានច្រើនຂະຫນាតច្រើនស៊េរីបាទទៅតាមម៉ូដទៅតាមຂະຫນាតទៅតាមទីផ្សារនៅតំបន់បងផងដែរណាហ្នឹងហើយអរគុណបាទដោយសារតែរៀងយប់ហើយស្អែកយើងនឹងចាប់ដើមបន្តសកម្មភាពទៀតគឺព្រៀងគាត់អំពីការប្រើប្រាស់តែម្ដងណាអរគុណបាទសូមបញ្ចប់វីដេអូត្រឹមប៉ុណ្ណឹង